លោកអ្នកធ្លាប់គិតដូចខ្ញុំអត់ថាក្តីសុខនិងផាសុកភាពគឺអាចកើតឡើងបាននៅគ្រប់ទីកន្លែងហើយបើសម្រាប់ខ្ញុំវិញគឺការ៉ានអ៊ំវីឡានេះហើយគឺជាក្តីសុខនៅខាងក្រោយខ្ញុំនេះគឺជាការ៉ានអ៊ំវីឡាដែលជាប្រភេទផ្ទះវីឡាទំនើបធំទី4ប្រចាំគម្រោង ML Scenery លក្ខណៈពិសេសគឺផ្ដោតទៅលើភាពទំនើបភាពឯកជននិងធ្វើឲ្យការរស់នៅពោរពេញទៅដោយផាសុកភាពនិងក្តីសុខពេញលេញគ្រាន់តែឈានជើងចូលដល់ផ្ទះភ្លាមមានអារម្មណ៍ថាស្រស់ស្រាយភ្លាមហ្មងហើយមានអារម្មណ៍ថាខ្លួនឯងដូចជាកំពុងតែរស់នៅក្រៅប្រទេសពិតជាប្លែកហើយធានាថាសឹងតែអត់មានច្រើនទេនៅក្នុងស្រុករបស់យើងជាមួយនឹងម៉ូដផ្ទះបែបនេះកន្លែងទឹកខាងនេះក៏ស្អាតកន្លែងទឹកខាងនោះក៏ពេញចិត្តហើយបើនិយាយពីទ្វារផ្ទះវិញគឺសុវត្ថិភាព scan ចេញចូលធ្វើមកពីអាលុយមីញ៉ូមបើផ្ទះបាយមានដល់ទៅ2មានផ្ទះបាយស្ងួតហើយនឹងសើមចង់ធ្វើម្ហូបនៅណាក៏បានហើយបើខ្ញុំនេះគឺត្រូវចាត់បាច់ហ្មងដោយសារតែខ្ញុំចូលចិត្តធ្វើម្ហូបបែបប្តីខ្ញុំញ៉ាំហ្មងដោយលោកអ្នកឃើញអញ្ចឹងថាផ្ទះទាំងមូលមានទំហំធំទូលាយនិងមានពន្លឺចូលគ្រប់គ្រាន់ព្រោះផ្នែកភាគច្រើនគឺបំពាក់ទៅដោយកញ្ចក់ temper ដែលធ្វើឲ្យផ្ទះភ្លើងដែលមិនចាំបាច់បើកភ្លើងហើយមកមុខបន្តិចនេះគឺចន្ទាធ្វើមកពីម៉ាបចាក់និងបង្កាន់ដៃ laminate ពីដានខ្ពស់ស្រឡះបំពាក់ទៅដោយដុំឡាយនិង spotlight ធ្វើឲ្យស្រទន់និងត្រជាក់ភ្នែកនាពេលរាត្រីហើយអំពូលធំនៅចំលំហចន្ទានេះវិញគឺស្អាតទាន់សម័យស័ក្តិសមជាមួយនឹងផ្ទះមែនទែនការ៉ានអ៊ំវីឡានេះមានបន្ទប់ទាំងអស់ចំនួន5ហើយខ្ញុំឈរនេះគឺជាបន្ទប់មេគ្រួសារនៅខាងស្ដាប់ដៃខ្ញុំនេះគឺជាបន្ទប់ដាក់សម្លៀកបំពាក់និងគ្រឿងអសែសរីផ្សេងៗដែលដាច់ដោយឡែកពីបន្ទប់គេងហើយអ្វីដែលកាន់តែប្លែកនោះគឺបន្ទប់ទឹកបំពាក់ដោយប្រព័ន្ធ AI ទៀតផងបើនិយាយពីវេរ៉ង់ដាវិញគឺធំលាតសន្ធឹងពីលើចំណតឡានយើងអាចអង្គុយលំហែអារម្មណ៍បានតោះអញ្ចឹងចុះទៅក្រោមមើលខាងក្រៅផ្ទះម្ដងកុំថាស្អាតទៅនៅខាងក្នុងផ្ទះនៅខាងក្រៅក៏មិនធម្មតាដែរលោកអ្នកដែលធ្លាប់កាត់អន់ថាអង្គុយឈៀលបែបផាប់នៅផ្ទះខ្លួនឯងសម្រាប់ការ៉ានអ៊ំវីឡានេះវិញគឺអាចធ្វើបានអង្គុយនៅក្នុងបន្ទប់ញ៉ាំតែនិងស្រាហើយនៅជាប់នឹងផងដែរក៏មានអាងទឹកបែប private អញ្ចឹងគឺយើងអាច relax និងធ្វើ pool party បានគ្រប់ពេលដែលយើងចង់អញ្ចឹងហើយថាអក្តីសុខទៀតមែនលើគេនិយាយ10ដងមិនស្មើនឹងបានឃើញម្ដងទេអញ្ចឹងបើស្រឡាញ់លោកអ្នកអាចមកមើលផ្ទាល់បានគ្រប់ពេលវេលាណាអរគុណបុរី ML ធ្វើឲ្យជីវិតកាន់តែមានសុភមង្គល